សូមគោរពជំរាបសួរលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីវិលជួបគ្នាស្ទើរថ្មីនៅក្នុងកម្មវិធី CTN ប៉ុស21ដែលកម្មវិធីរបស់យើងខ្ញុំផ្សាយជូនលោកអ្នកនាងបានទស្សនារៀងរាល់រាត្រីថ្ងៃប្រហ័សវេលាម៉ោង 9:30 នាទីរហូតដល់ម៉ោង 10:30 នាទីនៅក្នុងរាត្រីនេះកម្មវិធី CTN ប៉ុស21នឹងធ្វើឲ្យអារម្មណ៍របស់លោកស្រីអ្នកនាងកញ្ញាទទួលជ្រាបនៅជីវប្រវត្តិតារាចម្រៀងមួយដួងទៀតចាតារាចម្រៀងមួយដួងនោះចាប្រហែលជាលោកស្រីអ្នកនាងកញ្ញាមួយចំនួនអាចធ្លាប់ស្ដាប់នៅបទចម្រៀងរបស់គាត់ហើយអ្នកខ្លះក៏អាចធ្លាប់ឮឈ្មោះរបស់គាត់ផងដែរតាមរយៈកម្មវិធី CTN ប៉ុស21របស់យើងខ្ញុំក៏បានអញ្ជើញតារាចម្រៀងចេនសាយចៃគឺជាអ្នកចម្រៀងសុរិនមួយរូបដែលមានឈ្មោះបោះសម្លេងនៅឯខេត្តសុរិនរីឯបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងមួយចំនួនរមែងតែងតែធ្លាប់បានទទួលស្ដាប់នៅបទចម្រៀងជាច្រើនដែលជាបទចង្វាក់កន្ទ្រឹមឬក៏បទបែបប្រពៃណីរបស់អ្នកខេត្តសុរិនអ្នកនាងចេនសាយចៃគឺជាតារាចម្រៀងមួយដួងដែលផុសចេញពីការតស៊ូហើយពីផុសចេញពីជីវិតនិងជីវភាពនៃការរស់នៅជាកូនអ្នកក្រមួយរូបប៉ុន្តែហេតុតែឧបនិស្ស័យដែលអ្នកនាងចេនសាយចៃស្រឡាញ់ខាងផ្នែកវិស័យសិល្បៈអ្នកនាងចេនសាយចៃបានចាប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីអ្នកនាងអាយុ6ឆ្នាំមកម្លេះលោកអ្នកនាងប្រកាសជាចង់ដឹងតាក់ទងទៅនឹងជីវប្រវត្តិតារាចម្រៀងសុរិនមួយរូបនេះដែលយើងខ្ញុំបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី CTN ប៉ុស21ចាបទចម្រៀងជាច្រើនបទដែលធ្វើឲ្យសាយចៃមានភាពល្បីល្បាញមិនត្រឹមតែប៉ុណ្ណោះនៅបណ្ដាប្រទេសផ្សេងៗក៏បានអញ្ជើញអ្នកនាងសាយចៃទៅសម្ដែងនៅទីនោះផងដែរលោកអ្នកប្រកាសជាអាចនៅចាំបានតាក់ទងទៅនឹងបទចម្រៀងបែបចង្វាក់កន្ទ្រឹមដែលជាបទដំបូងរបស់អ្នកនាងសាយចៃគឺបទពូជខ្មែរដូចគ្នាបទពូជខ្មែរដូចគ្នាគឺជាបទមួយដែលចង់និយាយអំពីរវាងខ្មែរសុរិនហើយនិងរវាងខ្មែរកម្ពុជារបស់យើងដែលមានប្រពៃណីវប្បធម៌ដូចគ្នាជីវិតនៃការរស់នៅដូចគ្នាហើយនៅក្នុងនោះផងដែរចាប់ព្រំប្រទល់នៃការរស់នៅប្រទេសរវាងប្រទេសកម្ពុជាហើយនិងខេត្តសុរិនគឺនៅជាប់ព្រំប្រទល់គ្នាលោកអ្នកប្រកាសជាអាចចាំបានតាក់ទងទៅនឹងក្នុងអត្ថន័យបទចម្រៀងពូជខ្មែរដូចគ្នាហើយក៏មានបទចម្រៀងជាច្រើនបទទៀតដែលល្បីល្បាញវត្តមានតារាចម្រៀងសាយចៃមួយរូបនោះចាលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីកម្មវិធី CTN ប៉ុស21នៅក្នុងរាត្រីនេះមិនធ្វើឲ្យលោកស្រីអ្នកនាងកញ្ញាខកបំណងទេព្រោះថាវត្តមានតារាចម្រៀងសាយចៃដែលបានផ្ដល់កិត្តិយសចូលរួមជាច្រើននៅក្នុងកម្មវិធីចារបស់បណ្ដាញស្ថានីយទូរទស្សន៍កម្ពុជាលោកអ្នកប្រកាសជាមិនទាន់បានដឹងអំពីជីវប្រវត្តិនិងជីវិតនៃការរស់នៅរបស់អ្នកនាងសាយចៃបន្តិចទៀតវត្តមានអ្នកនាងសាយចៃនឹងបានផ្ដល់កិត្តិយសនៅក្នុងកម្មវិធីរបស់យើងខ្ញុំក៏ប៉ុន្តែមុននឹងខ្ញុំធ្វើបទសម្ភាសន៍ចាសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាទទួលស្ដាប់នៅជីវប្រវត្តិរបស់អ្នកនាងសាយចៃហើយបន្តមកទៀតនឹងបានទទួលស្ដាប់នៅបទចម្រៀងមួយបទដែលជាបទមួយដែលតាក់ទងទៅនឹងប្រពៃណីនៃខេត្តសុរិនថាតាបទអ្វីបន្តិចទៀតលោកស្រីអ្នកនាងកញ្ញានឹងបានជួបជាមួយអ្នកនាងសាយចៃដូច្នេះសូមអញ្ជើញទទួលស្ដាប់នៅជីវប្រវត្តិរបស់តារាចម្រៀងចេនសាយចៃការប្រស្រ័យតាក់ទងរាប់អានគ្នាបានបង្កើតបានជាចំណងមិត្តភាពសាមគ្គីភាពមិនថាជាតិសាសនាឬក៏ជាតិសាសនានោះទេជាពិសេសប្រទេសដែលមានព្រំប្រទល់ជាប់គ្នាគឺកាន់តែមានទំនាក់ទំនងល្អជាមួយគ្នាទើបធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការវិនិយោគជាមួយដៃគូពាណិជ្ជកម្មនៃប្រទេសជិតខាងយើងមួយចំនួនវប្បធម៌អរិយធម៌ទំនៀមទម្លាប់គឺជាកត្តាមួយដែលបានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិនីមួយៗតាមរយៈសិល្បៈប្រពៃណីទំនៀមទម្លាប់សាសនានិងការរស់នៅដែលបានប្រកាន់ខ្ជាប់រៀងៗខ្លួនយ៉ាងណាមិញបើនិយាយអំពីខេត្តសុរិនវិញទស្សនិកជនពិតជាស្គាល់ច្បាស់អំពីសិល្បៈបទចម្រៀងមួយចំនួនជាចង្វាក់កន្ទ្រឹមបែបសប្បាយៗដែលប្រជាជនខ្មែរយើងរមែងតែងតែរាំកម្សាន្តជាមួយនឹងបទចម្រៀងចង្វាក់កន្ទ្រឹមនៅពេលដែលមានពិធីបុណ្យប្រពៃណីម្ដងឬពិធីជប់លៀងផ្សេងៗដោយសារតែបទកន្ទ្រឹមនេះបានបង្កបរិយាកាសនៅក្នុងពិធីទាំងមូលឲ្យមានភាពសប្បាយរីករាយព្រោះថាបទខ្លះវាមានលំនាំស្រដៀងទៅនឹងបទរបស់ប្រពៃណីខ្មែរយើងទស្សនិកជនទាំងអស់ធ្លាប់តែបានស្ដាប់នៅបទចម្រៀងទាំងអស់នោះតាមរយៈ CD, VCD, DVD ក៏ប៉ុន្តែមិនធ្លាប់បានជួបផ្ទាល់នៅរូបរាងអត្តសញ្ញាណពិតអំពីម្ចាស់សំនៀងដើមជានរណានៅឡើយទេនៅក្នុងរាត្រីនេះកម្មវិធី CTN ប៉ុសលេខ21នឹងនាំអារម្មណ៍ទស្សនិកជនទាំងអស់ទៅទស្សនានៅខ្សែជីវិតពិតរបស់តារាចម្រៀងកន្ទ្រឹមដ៏ល្បីគឺអ្នកនាងចេនសាយចៃដែលធ្លាប់បានប្រើជីវិតរស់នៅលើទឹកដីខេត្តសុរិនអស់រយៈពេលជិត40ឆ្នាំកន្លងមកบอกเคยลืมถิ่นอีสานบ้านนามีบุญผ่าป่างานวัดบ้านเฮา
มีประเพณีพื้นบ้านแต่เก่าเจนสายใจគឺជាឈ្មោះតារាចម្រៀងមួយដួងដែលមានទឹកដមសំនៀងបែបរ៉ូឌឺនហើយក៏គឺជាតារាចម្រៀងកន្ទ្រឹមដែលមានភាពល្បីល្បាញនៅក្នុងទឹកដីនៃខេត្តសុរិន្ទនិងបណ្ដាប្រទេសផ្សេងៗដែលមានប្រជាជនខ្មែររស់នៅអ្នកនាងជេនសាយចៃកើតនៅឆ្នាំ1975ក្នុងត្រកូលកូនកសិករនៅស្រុកមឿងភូមិស្មាច់ឃុំត្រសេងខេត្តសុរិន្ទសាយចៃមានបងប្អូន6នាក់ប្រុស2នាក់ស្រី4នាក់សាយចៃគឺជាកូនទី5នៅក្នុងក្រុមគ្រួសារចាប់ពីដឹងក្តីមកសាយចៃគឺជាក្មេងស្រីដែលឧបនិស្ស័យស្រឡាញ់និងចូលចិត្តចម្រៀងតាំងពីតូចមកនាងចូលចិត្តស្រែកច្រៀងតាមបទចម្រៀងរបស់តារាចម្រៀងដ៏ល្បីរបស់ប្រទេសថៃគឺអ្នកស្រីភូមិភួងដួងចៃនៅពេលចម្រើនវ័យបាន6ឆ្នាំសាយចៃបានចូលទៅសិក្សានៅសាលាបឋមសិក្សារងរ៉ាត់រដ្ឋយាស្ថិតនៅក្នុងភូមិស្មាច់ឃុំត្រសេងស្រុកមឿងខេត្តសុរិន្ទដែលជាទឹកដីកំណើតរបស់នាងនៅពេលទំនេរអំពីការសិក្សានាងតែងតែជួយធ្វើស្រែបងប្អូននិងឪពុកម្ដាយព្រមជាមួយបន្លឺនៅសំឡេងចម្រៀងតាមវាលស្រែដែលហាក់ដូចជាខ្លួនកំពុងស្ថិតនៅលើវេទិកាសិល្បៈយ៉ាងដូច្នោះឯងស្ថិតនៅក្នុងជីវិតជាកូនកសិករមានជីវភាពខ្វះខាតទើបធ្វើឲ្យសាយចៃខិតខំជួយធ្វើស្រែដើម្បីជួយសម្រួលការងារឪពុកម្ដាយដែលកាន់តែជរាណាស់ទៅហើយរហូតដល់អាយុ11ឆ្នាំនាងក៏ត្រូវបានអ្នកជិតខាងម្នាក់ណែនាំឲ្យមានឱកាសបានស្គាល់ទៅនឹងអ្នកគ្រូដែលមានសាលាបង្ហាត់ចម្រៀងកន្ទ្រឹមទើបធ្វើឲ្យសាយចៃមានឱកាសបណ្ដុះបណ្ដាលបន្ថែមលើសម្លេងចម្រៀងរបស់នាងរហូតដល់មានឱកាសបានសម្ដែងនិងច្រៀងតាមបណ្ដារោងការឬកម្មវិធីផ្សេងៗនៅក្នុងស្រុកភូមិបានកម្រៃជួយសម្រួលដល់ជីវភាពក្រុមគ្រួសារប៉ុន្តែទោះបីជាមាននិស្ស័យស្រឡាញ់ចម្រៀងខ្លាំងប៉ុណ្ណាក៏ដោយក៏សាយចៃនៅតែខិតខំរៀនសូត្ររហូតបានបញ្ចប់ណមហាវិទ្យាល័យជំនាញសេដ្ឋកិច្ចនៅមហាវិទ្យាល័យសុរិន្ទរាជវ័នរហូតមកដល់ឆ្នាំ2002ទើបធ្វើឲ្យសាយចៃមានឱកាសបានប្រឡូកក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹងព្រមទាំងមានការអញ្ជើញអំពីសំណាក់បណ្ដាផលិតកម្មដែលផលិតបទចម្រៀងមួយចំនួននៅក្នុងខេត្តសុរិន្ទហើយផលិតកម្មដែលសាយចៃបានចូលថតសម្លេងចម្រៀងដំបូងគេគឺផលិតកម្មសកលឬ CVM និងផលិតកម្ម Pai Road Sao បទចម្រៀងអាល់ប៊ុមដំបូងមានចំណងជើងថាពូជខ្មែរដូចគ្នាអាយ៉ៃដូនតានិងបទកូនប្រសាទនិងម៉ែក្មេកជាចង្វាក់កន្ទ្រឹមបន្ទាប់មកទៀតចាប់ផ្ដើមល្បីតាមរយៈបទចម្រៀងពូជខ្មែរដូចគ្នានិងបទក្រមុំខ្មែរដូចគ្នាបន្ទាប់អំពីបានចេញអាល់ប៊ុមជាបន្តបន្ទាប់សាយចៃក៏ត្រូវបានប្រជាជនថៃដែលនៅទីក្រុងបាងកកអញ្ជើញឲ្យទៅសម្ដែងចម្រៀងជាហូហែនិងបានចូលរួមសម្ដែងនៅតាមជាយព្រំដែនខ្មែរមានដូចជាខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងប៉ោយប៉ែតសេរីសុភ័ណ្ឌអូស្មាច់និងខេត្តជាច្រើនទៀតជាមួយគ្នានោះសាយចៃក៏ត្រូវសមាគមបងប្អូនខ្មែររស់នៅក្រៅប្រទេសបានអញ្ជើញទៅសម្ដែងនៅប្រទេសអាល្លឺម៉ង់បានចំនួន3ដងនៅក្នុងឆ្នាំ2007នៅឆ្នាំ2008ប្រទេសស្វីសឆ្នាំ2009ប្រទេសហូឡង់និងអ៊ីតាលីនិងចុងក្រោយឆ្នាំ2013មានឱកាសបានទៅសម្ដែងនៅសហរដ្ឋអាមេរិករយៈពេល9ខែដោយការសម្ដែងនៅទីនោះសាយចៃត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងអំពីសំណាក់ប្រជាជនខ្មែរនៅសហរដ្ឋអាមេរិកនិងត្រូវបានវិទ្យុ VOA អញ្ជើញអ្នកនាងឲ្យចូលសម្ភាសន៍ថែមទៀតផងហើយដោយមើលឃើញអំពីស្នាដៃនិងសំនៀងបែបកន្ទ្រឹមដ៏ក្រអួនក្រៅទើបធ្វើឲ្យអ្នកផលិតកម្មវិធីទូរទស្សន៍ CTN រួមមានអ្នកនាងយុគចិន្តាបានអញ្ជើញជេនសាយចៃមកចូលរួមនៅក្នុងវេទិកាតន្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសរិនស្រ
ประเพณีเสรนยืงเมืองเสรนสระแสปีเอาปีแม่เคยสร้างชมัวอ้อยมือพระยาสุรินทร์ละบายละเบือเลือเลืองคือพ่อหลักเมืองจะมอตำไรเมียนชมัวละใบละเบือตาลไม่จ้านะแบนใดเคยจับทำไรถวายบ้านเสร็จเรื่องตามไรคนโสดสมพดสบายกี่เมียนประเกือมโบราสรอแสเมียนมอตั้งปีชานานลือชื่อกล่าวขานอีสานกันตรึมเมียนต้องเรื่อมอันเรตรัวสกัวนเอาครึมครึมกันตรึมอีสานตอนใต้กระเดะโจลานช่างแปเจยเอาเจยแม่มมือกี่แสดงตำไรประเพณีเมียนวอตั้งเปตาใหญ่กี่แสดงตำไรเมียนกรุกเรือนชนำเลยตั้งเป็นตำนานอีสานวัฒนธรรมจำตูกอ้อยโกนตาลเจ้าใบสีเห่าคลึงจองใดโดนตาโดนใหญ่กระทามาชนำเมียนมานอแค่กระดาวตั้งเก้าจะได้ตรอดเนื้อตีทองมาชนำเมียนมานองเมืองเสรนคอนยืมรดกสระแสรต้องคุยขแม่กะนองเมืองเสรนยืงตำนาอีสานใต้ระยาสุรินทร์พักดีหลวงพ่อพระจีขออธิษฐานวอนไหว้หลวงปู่ดุลธาตุเนาเลิศพนมสวายวัดบุญดังไกลคนไทยบูชาห้วยเสน่ห์น้ำกว้างมีกุ้งหอยปูปลามรดกใหญ่ตาเสรนยืงใส่ใจสวากมการเจมาดอลกรรมวิธีสิตันป้อหัวไผ่หมวยจ้าทั้งไงนางยังไม่ได้สบายจัดคลางเลยบ้านมงจุกชุมบองโอนมาซาเตียจ้ารถซีทีเอ็นไงเนี่ยจ้าปรูมวยระยะกาวนี้วิตามินใส่ใจบานโจรวมเจจานในขนมกรรมวิธีระบาดบันดาลสถานีตัวสิเต็นโดยเฉพาะกรรมวิธีการประกอบดนตรีมุนสไนสำเนียงกรรมวิธีประกอบดนตรีทั้งอาทิตย์จะให้นักเรียนกรรมวิธีบรรทอเปรียบจ้าออกก็ในลุสไตรนี่นิงกัญญาจิติกรมในจิติมิตรในขนมแปะกล้อยแล้วลุสไตรนี่นิงกัญญาหนังบานตัวสลับในการเรียบรวบบรรทัดติดแต่แตะตรงตัวหนึ่งปีประวัติในการเงียศิลปะดาราจำเรียงเจนสายใจบานโจบโลกในขนมวิสัยศิลปะทัพป้าดำนาชีวิตระบอบในนิงสายใจอย่างนักล่ะจุดนี้ในขนมแปะกล้อยบรรทอติดในขนมเป็นนิอันยาสำหรับมือแพทย์สันพิจารณาเจนจริงบัดปูขเมโดยที่นี่จ้าประธานในเจนขเมสเรนบานตะจุบจุ่มบองปูนขเมโลอเมริกจ้าประธานเมียนกับพิธีหรือเมียนบองปูนจุยกลมตัวในเจนอาจจะจองโมโดยทาพูดการหรือหนึ่ง
លោកលឺស្រីអ្នកនាងកញ្ញាបានទទួលស្ដាប់នៅជីវប្រវត្តិរបស់អ្នកនាងសាយចៃនៅក្នុងពេលនេះបងប្អូនអារម្មណ៍របស់លោកលឺស្រីអ្នកនាងកញ្ញាទទួលស្ដាប់កិច្ចសម្ភាសបន្តទៀតដែលតកតងទៅខាងផ្នែកការងារវិស័យសិល្បៈរបស់សាយចៃចារយៈពេលប្រហែលឆ្នាំដែរដែលសាយចៃបានចូលប្រឡូកខាងផ្នែកវិស័យសិល្បៈបើថាលើកមុននេះជិនបានច្រៀងនេះច្រៀងហាត់ច្រៀងតែពីអាយុ6ឆ្នាំបងចាតែអានោះអត់ទាន់បានច្រៀងកន្ទ្រឹមទេអានោះគេច្រៀងថាបទថៃបទលុកធុងចាតែបើថាបានមកច្រៀងកន្ទ្រឹមមែនទេតอนនេះជិនអាយុ11ឆ្នាំចាសាយចៃបានចូលខាងថតដាក់ CD នៅក្នុងផលិតកម្មនៅឯសរិននេះនៅឆ្នាំណាដែរពី2545 2545បងត្រឡប់មកនៅក្នុងឆ្នាំដូចជា2000 2003ចា2002 ចាថតបទដំបូងគឺបទអាយ៉ៃដូនតាក៏បទគុណប្រសាមេកមេចាបទល្បីដែលធ្វើឲ្យបងប្អូនបានស្គាល់ឈ្មោះនេះជាសាយចៃចាសាយចៃហេតុអ្វីបានជាអ្នកនៅខេត្តសរិននេះគាត់បានស្គាល់ទឹកដមសំនៀងដ៏ព្រោះរបស់សាយចៃហើយខាងផលិតកម្មនៅសរិននេះបានសម្រេចចិត្តយកសាយចៃថតដាក់នៅក្នុង CD របស់ផលិតកម្មរបស់គេចាលើកមុនក្រុមហ៊ុននេះជិនឈ្មោះថាផៃរ៉ូតសាវចាបានឮឈ្មោះឮថានឹងជិនចេះច្រៀងកន្ទ្រឹមតែក៏បានយកមកចេញបទចម្រៀងក៏បានផ្សាយឲ្យបងប្អូនក្នុងស្រិនក្នុងស្រុកដែលស្រុកប៊ីសញ្ញាខាងបានស្គាល់ចាអ្នកចិត្តខាងបានស្គាល់ចាសាយចៃសប្តាហ៍ថ្ងៃមានក្រុមតន្ត្រីរបស់ខ្លួនឯងដែរទេចាសប្តាហ៍ថ្ងៃនឹងជិនមានក្រុមតន្ត្រីខ្លួនឯងចាមានបែនខ្លួនឯងចាឈ្មោះក្រុមបែនជិនសាយចៃចាសាយចៃគឺជាកូនដែលផុសចេញមកពីគ្រួសារក្រីក្រម្នាក់ចាហើយតាមអ្វីដែលបងបានស្ដាប់ពីជីវប្រវត្តិរបស់សាយចៃចាថាតម្រាំនឹងបានសាយចៃទទួលប្រជាប្រិយភាពរហូតដល់សប្តាហ៍ថ្ងៃនេះសាយចៃឆ្លងកាត់លំបាកខ្លាំងណាស់ប៉ាដូចវេទនាខ្លាំងណាស់ចានៅក្នុងរង្វង់ក្រុមគ្រួសាររបស់សាយចៃមានអ្នកណាមួយគាត់ខាងផ្នែកសិល្បៈចម្រៀងដែរទេបើថារឹបមកតែពីឪពុកម្ដាយយាយតាអុយអត់មានហ្មងអត់មានទេពុជមកចាតែមកដល់លីងជេនចេះច្រៀងនេះក៏មានប្អូនកន្លោះម្នាក់អានោះគេកើតអ្នកលេងស្គួរហ្នឹងបងវ័យស្គួរចាបើថាអ្នកច្រៀងអត់មានទេតែខ្ញុំមួយតែមានតែសាយចៃព្រោះថាសាយចៃចេះច្រៀងតាំងពីអាយុ6ឆ្នាំហ្នឹងដឹងអ្នកភូមិដឹងថាសាយចៃគឺក្មេងច្រៀងព្រោះដែរទេដឹងចាវាមានការអីដូចថាមានការសែនមានឡើងប្រទេសមានបូអីចឹងចាឪពុកចាចូលចិត្តនឹមដើទៅច្រៀងគូកបងចាច្រៀងគូកតាមប្រទេសលើកមុនអត់មានក្រុមភ្លេងអត់មានគ្រឿងភ្លេងអត់អីទេច្រៀងគូកចាដល់ច្រៀងតាមប្រទេសគេឲ្យលុយយើងចាឲ្យលុយឲ្យធីបគេឲ្យលុយធីបយើងឪពុកជាអ្នកដឹកដើរច្រៀងតាមប្រទេសចាគាត់ចូលចិត្តតែចង់ឲ្យខ្ញុំចង់ឲ្យបានដូចថាមានលុយកាក់អុយមកបានជួយក្រុមគ្រួសារឪពុកដឹកដើរច្រៀងរយៈពេលប្រហែលឆ្នាំទៅសាយចៃអាចមានឱកាសគេហៅសាយចៃថតចម្រៀងបានយូរដែរបងព្រោះថាបានមកថតចម្រៀងនេះតន់ធំហើយរៀនចប់ high school ហើយចាចប់ high school ហើយចានៅពេលនោះសាយចៃដើរច្រៀងនៅតែដើរច្រៀងបណ្ដាហើយនៅបន្តការសិក្សាបណ្ដាមែនទេចាចុះសប្តាហ៍ថ្ងៃនេះសាយចៃបន្តការសិក្សាយកសំឡេងអ្វីទៀតនឹងជិនរៀន master degree ចា master degree ខាងវប្បធម៌ខាងវប្បធម៌ចាល្អខ្លាំងណាស់សាយចៃព្រោះថាសាយចៃរៀនបន្តខាងផ្នែកវប្បធម៌ចាព្រោះថាសាយចៃនឹងអាចបានដឹងអំពីអរិយធម៌និងវប្បធម៌បណ្ដាប្រទេសនានាជាពិសេសតកតងទៅនឹងអរិយធម៌និងវប្បធម៌ប្រពៃណីខ្មែររបស់យើងវាដូចនឹងប្រពៃណីរបស់ខាងផ្នែកខ្មែរសរិនសាយចៃនេះដូចគ្នាដែរចាក៏ទៅដល់សប្តាហ៍ថ្ងៃនេះចាបទចម្រៀងចុងក្រោយរបស់សាយចៃដែលបានចេញនៅក្នុងផលិតកម្មដែលសាយចៃច្រៀងនៅខ្មែរសរិននេះគឺបទអ្វីដែរបទឆ្នាំមុនចាច្រៀងជាភាសាខ្មែរផងជាភាសាថៃផងមែនទេភាសាថៃពាក្យកដាលចាបទនេះដូចជាបានយកច្រៀងនៅក្នុងកម្មវិធីមុនស្នេហ៍សំនៀងចានេះបានច្រៀងមុនចាក៏បានទៅច្រៀងនៅ VOA ខាងហើយ Voice of America ចាសាយចៃនៅពេលដែលទៅដល់ទឹកដីសហរដ្ឋអាមេរិកចាសាយចៃភាគច្រើនយកបទចម្រៀងអ្វីខ្លះទៅច្រៀងជូនដល់ប្រជាជនខ្មែរនៅទីនោះភាគច្រើននឹងចេញច្រៀងបទពូជខ្មែរដូចគ្នាចាព្រោះថានឹងចេញខ្មែរសរិនបានទៅជួបជុំបងប្អូនខ្មែរនៅអាមេរិកក៏ធ្វើថាយើង
ก็ដូចបងប្អូននេះចិត្តគ្នាចាក៏បងប្អូនចូលចិត្តបទនេះឬថាបើថាទៅកន្លែងណាសុំបទនេះបទពុយខ្មែរដូចគ្នាចាឆ្នាំមុនផងសូម្បីតែបងក៏ចូលចិត្តគ្នាដែរក៏ចូលចិត្តបទពុយខ្មែរដូចគ្នាព្រោះថានៅពេលដែលស្ដាប់បទចម្រៀងនេះទៅហាក់បីដូចជាមានអារម្មណ៍មួយថាខ្មែរសរិនកំពុងតែនៅក្នុងព្រោះថាសប្តាហ៍ថ្ងៃយើងរស់នៅលើនៅក្នុងផែនដីតែមួយចាស់ពេលតែបាត់យើងនៅឆ្ងាយពីគ្នាប៉ុន្តែហាក់បីដូចជាខ្មែរតែមួយដូច្នេះហើយបទចម្រៀងចាពុយខ្មែរដូចគ្នានេះបញ្ជាក់អំពីអត្តសញ្ញាណជាតិរវាងខ្មែរសរិនហើយនិងខ្មែរចាអត្តន័យល្អចាដោយនៅក្នុងនោះចាបងចង់ដឹងមួយទៀតតកតងទៅនឹងជីវិតនៃការរស់នៅរបស់សាយចៃដែលផ្ទាល់ព្រោះថាមួយរយៈដែលសាយចៃបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាក៏មានសារព័ត៌មានបានចោះថាតើសាយចៃមានកំណត់ថាចង់រស់នៅក្នុងទឹកដីប្រទេសកម្ពុជាដែរទេចាបើថាមានកម្មវិធីឬមានបងប្អូនជួយគ្រប់គ្រងនឹងជេនអាចจะចង់មកដោយថាធ្វើការឬមករស់នៅក្នុងនេះចាអាចจะចង់សំណាក់នៅខ្លះចាព្រោះថាផ្ទុំតែមួយរយៈនេះទេដែលសាយចៃបានមកដល់ភ្នំពេញចាមានដើរលេងកំសាន្តនៅកន្លែងណាខ្លះភាគច្រើនអត់ទាន់បានដើរបងបើថាមានកម្មវិធីរួចភូអ៊ីភ្នំពេញរួចต้องត្រឡប់ទៅសុរិនមានកម្មវិធីនៅនោះទៀតអត់តមានឱកាសដើរលេងកំសាន្តទេអត់ទេបងអត់បានទៅលេងខេត្តសៀមរាបហើយនៅសៀមរាបបានទៅហើយសៀមរាបបាត់ដំបងផៃលីនខ្លះទៅហើយកំពង់សោមទៅនៅអត់ទាន់សមុទ្រកំពង់សោមអត់ទាន់ទេអត់ទាន់ចាកំពតអត់ទាន់ទាំងអស់បានតែខេត្តសៀមរាបមួយណាចាសៀមរាបបាត់ដំបងឧត្តរមានជ័យចិត្តព្រំដែនហ្នឹងចិត្តព្រំដែននៅខាងសាយចៃនោះអានេះដូចឆ្ងាយបំផុតហើយឆ្ងាយបំផុតនៅភ្នំពេញតាមពិតភ្នំពេញចិត្តបំផុតតែឆ្ងាយបំផុតសម្រាប់សាយចៃចាលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅពេលដែលលោកស្រីអ្នកនាងកញ្ញាបានទទួលស្ដាប់ចាជីវប្រវត្តិរបស់សាយចៃរួមជាមួយនឹងកិច្ចការងារសិល្បៈមួយចំនួនដែលនាងខ្ញុំបានធ្វើបទសម្ភាសន៍វត្តមានតារាចម្រៀងចិនសាយចៃដែលបានផ្ដល់កិត្តិយសនៅក្នុងកម្មវិធីស៊ីតិន21របស់នាងខ្ញុំនោះលោកអ្នកប្រកាសជាចង់ដឹងពីជីវិតនៃការរស់នៅពិតរបស់អ្នកនាងសាយចៃរីឯនាងខ្ញុំផ្ទាល់ក៏ចង់ដឹងចាពីជីវិតនៃការរស់នៅបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងដែលជាខ្មែរសរិននៅឯទីនោះតើមានជីវិតនៃការរស់នៅយ៉ាងណាខ្លះចាដូច្នេះតាមរយៈកម្មវិធីស៊ីតិន21របស់បងចង់ឲ្យសាយចៃនាំបងទៅខេត្តសរិនរបស់សាយចៃល្អណាស់បងចង់នាំបងដាទៅមើលផ្ទះខ្ញុំអញ្ចឹងគាត់ថាការរស់នៅរបស់ខ្ញុំគាត់យ៉ាងម៉េចតែអានេះต้องប្រាប់ទុកមុនណាប្រាប់ពីបងប្អូនទុកថានឹងជាណាកំសត់ខ្លាំងណាស់តែយើងជាមានប្រទេសនៅពុកម្ដាយប្រទេសដែលនឹងជារស់នៅនេះអត់ទាន់បានឬចូលទេបងអញ្ចឹងនៅនោះសប្ងៃអានេះដូចថាកើតអនុស្សាវរីយ៍ទុកឲ្យយើងដឹងថានេះយើងកើតមកពីផ្ទះនេះយើងរស់នៅនឹងចឹងអូផ្ទះយើងក្រខ្សត់បែបនេះចាឥឡូវយើងបានរស់រៀនល្អហើយយើងមានផ្ទះថ្មីមួយទៀតតែធ្វើនៅចិត្តគ្នាហ្នឹងចិត្តគ្នាតែផ្ទះមួយនេះយើងឪពុកម្ដាយនេះអត់ចង់រើចូលបងឃើញពេលឃើញផ្ទះនោះឲ្យយើងគិតទៅដល់កែក្រោយថ្ងៃដែលយើងតិចតួចណាយើងចាសប្តាហ៍ថ្ងៃគាត់នៅរស់ទេគិតស្លាប់អត់ហើយអូទាំងពុកទាំងម៉ែចាឪពុកគិតស្លាប់មុនចាគិតឈឺគិតគាត់លើសឈាមបងនៅការងឹបដៃងឹបជើង10ឆ្នាំចានៅ10ឆ្នាំដោយថាធរម៉ានណាវេទនាពិបាកណាពិបាកតង់គាត់ពិបាកតង់យើងតង់ទ្រមទ្រគិត10ឆ្នាំបងជួយខ្លួនឯងអត់បានចាแล้วก็ម្ដាយនេះមកស្លាប់ក្រោយ5ឆ្នាំក្រោយនេះចានេះបើសិនជាជីវិតគាត់រស់នៅដល់សប្តាហ៍ថ្ងៃនេះមិនដឹងថាគាត់សប្បាយចិត្តយ៉ាងណាទេកូនអរបងអរក៏ដងចិត្តថាចាបើថាគិតឮថាកូនកំមុំគិតណាបានមកដល់ភ្នំពេញស្រុកខ្មែរតែគិតអូសប្បាយចិត្តចាព្រោះគួរឲ្យសោកស្ដាយបើសិនជាជីវិតគាត់នៅគាត់ប្រកាសជាមានការសប្បាយចិត្តនៅពេលដែលកូនរបស់គាត់បានមកដល់ទឹកដីខ្មែរដែលជាខ្មែរដើមរបស់ខ្មែរសិនចាដូច្នេះចាលោកស្រីអ្នកនាងកញ្ញានឹងបានជួបជាមួយនឹងយើងខ្ញុំតាមរយៈកម្មវិធីស៊ីតិន21របស់យើងខ្ញុំនិងក្រុមការងាររួមជាមួយនឹងអ្នកនាងសាយចៃគាត់នឹងជូនក្រុមការងាររបស់យើងខ្ញុំនឹងទៅដល់ទីនោះអរគុណច្រើនមុននឹងយើងទៅដល់ឯទឹកដីខេត្តសរិនចាតាសាយចៃនៅក្នុងពេលនេះមានអ្វី5ផ្ញើជូនដល់ទស្សនិកជនចាសូមអញ្ជើញចាក៏សូមអរគុណបងប្អូនទាំងអស់ចាពុកម្ដាយពូមីងយាយតាទាំងអស់មិនថាតែបងប្អូនដែលនៅខេត្តខ្មែរយើងឬនៅបរទេសចាគ្រូប្រទេសណាក៏បងប្អូនខេត្តខ្មែរសរិនផងណាក៏អរគុណដល់បងប្អូនជួយគ្រប់គ្រងយ៉ាងម៉េចក៏សូមឲ្យស្រឡាញ់គ្នា
ខ្មែរយើងឆ្លាញ់គ្នាបន្តទៀតមិនថាតែខ្មែរលើខ្មែរក្រខ្មែរកណ្ដាលខ្មែរសរិនខ្មែររ៉េណូណាក៏ខ្វៃក្នុងពិភពលោកនេះសូមអើយសម្លាញ់គ្នារឹបអានគ្នាបន្តទៅវិញទៀតចាអរគុណច្រើនសាច់ចែកដែលបានផ្ដល់កិត្តិយសចូលរួមក្នុងកម្មវិធីសិទ្ធិអនប៉ុស្តិ៍21របស់បងលោកនាងដែលកំពុងតែតាមដានទស្សនានៅក្នុងកម្មវិធីសិទ្ធិអនប៉ុស្តិ៍21វគ្គក្រោយៗទៀតចាកម្មវិធីរបស់យើងខ្ញុំនឹងធ្វើឲ្យអារម្មណ៍របស់លោកអ្នកទទួលបាននូវភាពសប្បាយរីករាយជាមួយគ្នាថាតើការធ្វើដំណើរកម្មវិធីសិទ្ធិអនប៉ុស្តិ៍21របស់យើងខ្ញុំទៅដល់ទឹកដីខេត្តសរិនចាមានអ្វីដែលប្លែកខ្លះបន្តិចទៀតយើងនឹងជួបគ្នាចានៅក្នុងពេលនេះអញ្ញាតសម្រាប់មួយផ្លែសិនសរិនគឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងជួរភ្នំដងថៃស្ថិតនៅខាងជើងឈៀងខាងកើតស្ទឹងមូនមានទំហំ 8124 គីឡូម៉ែត្រឈ្មោះដើមនៃខេត្តសរិនឈ្មោះភូមិគូប្រថៃប្រហែលជាជាង200ឆ្នាំមុនគឺជាទឹកដីភូមិខ្មែរបុរាណពីដើមប្រជាជនមានចំនួន13សង្កាត់ឥឡូវមានប្រហែលជា17សង្កាត់មុនសតវត្សទី14គឺជាទឹកដីខ្មែរចំនួនប្រជាជនសុរិន 1,380,0399 សប្តាហ៍ថ្ងៃនេះនិយាយភាសាខ្មែរបានត្រឹមតែ 47.2% តែប៉ុណ្ណោះនៅក្នុងឆ្នាំ 1990 មានចំនួន 63.4% និយាយជាភាសាខ្មែរខេត្តសុរិនមានឈ្មោះល្បីល្បាញខាងគ្រឿងអលង្ការបុរាណនិងសូត្រនៅភូមិខ្វាវស៊ីណារីងមានវត្តអារាមខ្មែរជាច្រើននៅខេត្តសុរិននៅតាមទីវត្តអារាមនានាមានអក្សរខ្មែរឆ្លាក់លើជញ្ជាំងអ្វីដែលសំខាន់គឺដើមឡើយជាខេត្តមួយដែលអ្នកបរបាញ់សត្វគ្រប់រូបតែងតែមកជួបជុំគ្នានៅទីនេះហើយខេត្តសុរិនគឺជាខេត្តមួយដែលសម្បូរទៅដោយសត្វដំរីជាច្រើននៅខេត្តសុរិនធ្លាប់មានដំរីសតែឥឡូវបានបាត់បង់ជីវិតអស់ទៅហើយនៅតែរូបសំណាកដំរីតែប៉ុណ្ណោះខេត្តសុរិនមានន័យថាព្រះអង្គអនុត្រាចម្ងាយផ្លូវពីទីក្រុងបាងកកទៅខេត្តសុរិនមានចម្ងាយ450 គីឡូម៉ែត្របើធ្វើដំណើរតាមរថយន្តข้างในมันกลุ่มร้อนรุ่มอยู่ทุกเวลาอยู่คนเดียวเดี่ยวใจนักหนาอยากมีผู้ชีวาขาดผู้มาเคียงกายหัวใจใช้ได้อย่างว่างจะเปิดทางเข้ามานั่งข้างในได้ยินข่าวให้เฝ้ามาไว้ไว้ได้ยินข่าวให้เฝ้ามาไว้ไว้ที่ห้องหัวใจยังบอกมีใครจอចាលោកនាងដែលកំពុងតែតាមដានទស្សនានៅក្នុងកម្មវិធីសិទ្ធិអនប៉ុស្តិ៍21មួយប្រពេចផ្នែកតែប៉ុណ្ណោះកម្មវិធីរបស់យើងខ្ញុំក៏បានធ្វើដំណើរមកដល់ទឹកដីនៃខេត្តសរិនចារីឯក្រុមការងាររបស់យើងខ្ញុំចាលោកអ្នកបានទទួលទស្សនាហើយលោកអ្នកគិតថាតែមួយផ្លែបានមកដល់ទឹកដីខេត្តសរិនរីឯក្រុមការងារមានអារម្មណ៍មួយថាមានការនឿយហត់នៅក្នុងការធ្វើដំណើរមកដល់ទឹកដីនៃខេត្តសរិនព្រោះថាយើងខ្ញុំត្រូវធ្វើដំណើរតាំងពីរាជធានីភ្នំពេញតាំងពីព្រឹកព្រលឹមវេលាម៉ោង5ព្រឹករហូតមកដល់នៅកន្លែងទល់ដែននៅវេលាប្រហែលជាម៉ោង7ជាងជប់ហើយទើបមកដល់ទីនេះមកដល់ទឹកដីនៃខេត្តសរិនប្រហែលជានៅវេលាម៉ោង9យប់ចាទោះបីជាការធ្វើដំណើរមានការនឿយហត់យ៉ាងណាក៏ដោយប៉ុន្តែតាមរយៈកម្មវិធីសិទ្ធិអនប៉ុស្តិ៍21នៅតែផ្ដិតនៅទស្សនវិជ្ជាទាំងអស់នេះបង្ហាញជូនដល់លោកស្រីអ្នកនាងកញ្ញាបានទទួលទស្សនាដោយដែលលោកអ្នកបានទទួលជ្រាបអំពីជីវប្រវត្តិតារាចម្រៀងសាយចៃដែលគាត់មានដើមកំណើតចារស់នៅក្នុងទឹកដីនៃខេត្តសរិនប៉ុន្តែគាត់ក៏ជាពូជអម្បូរជាតិសាសន៍ខ្មែររបស់យើងដែរចាដូច្នេះហើយទើបកម្មវិធីសិទ្ធិអនប៉ុស្តិ៍21របស់យើងខ្ញុំក៏បានធ្វើដំណើរមកដល់ទឹកដីនៃខេត្តសរិនដោយដែលលោកនាងបានឃើញនៅទស្សនវិជ្ជាច្រើនដែលយើងខ្ញុំបានបង្ហាញនិងរៀបរាប់អំពីប្រវត្តិនៃទឹកដីខេត្តសរិននៅក្នុងពេលនេះចានាងខ្ញុំបានមកដល់កេដ្ឋានរបស់អ្នកនាងសាយចៃហើយឥឡូវនេះលោកអ្នកនាងប្រកាសជានឹងចង់ដឹងថាតើមានអ្វីទៀតសាយចៃនឹងបង្ហាញជូននៅពេលដែលកម្មវិធីសិទ្ធិអនប៉ុស្តិ៍21របស់យើងខ្ញុំបានមកដល់កេដ្ឋានរបស់គាត់ចាជម្រាបសួរសាយចៃចាខ្ញុំមិនដែរសាយចៃមានអារម្មណ៍យ៉ាងណាដែរសប្បាយចិត្តបងបានបងយុគចិន្តាបានមកដល់ប្រទេសខ្ញុំខាងខ្ញុំចា
cái lệnh gia đình cha đài thuộc sanh này tụi na mà thọt sai chạy nơi ai bẻ thế ở tất nhiên bọn đi bọn dục chỉ đa nên một lượng thì mùi thì là sầm nàng bàn bàn mà chụp tên nhung cha bọn có chỉ lượng thì mùi đài bàn nó đào tật đại khai gia đình hai có bàn khơi vì chỉ vật này cao luôn nơi bọn bọn khmai gia đình nơi tí ní đôi chi bọn bọn nơi Campuchia dương đài cha đôi tại kia bọn vừa làการluôn đâu ấy khmai dương nó khmai gia đình nó khmai bọn bọn những đôi tại kia cha tam các bắt đầu bây giờ này giờ em piประวัติแต่ตอนตัวหนึ่งตักใดในขายสรนจะขมายสรนคือที่ขมายปุยอัมโบขมายเราบอกยืนก่อนในท่าไอ้เรื่องนี้คือยืนแบ่งใจจะสรนคือในขนมตักใดเราบอกประเทศไทยจะปันใต้ยืนในใต้ในจีภาษาขมายในใต้รวมจำนวนหนึ่งการในจีภาษาไทยไหมเนี่ยจะในที่นี้ยืนเป็นบานเรียนจีสอบขมายได้เต้เลือกมุ้นก็หนึ่งเจนเราตุยอดบานเรียนสอบไงเมียนตามกลายสลาเรียนที่จับเดิมจะเมียนการเรียนอักษรเขมรจะปีเดียวเดี๋ยวอดบานเรียนภาษายังอดเมียนเนี่ยเจพิซาอดสเตอร์นะบ้างจะจุกคล้ายจะตัวยังอดไปแก่ยังตัวโซนปรับเนบเซ็งใช่ไหมอดเต้าจะเพราะฉะนั้นยังต้องดึงปุ่นกอดเป็นเตนจะดึงอักษรตรงจุดบ้างจะจะใส่ใจตัวเจเมื่อซอกมาให้เจตัวเสียซอกมาได้สอบทั้งไงกับบุ้งหัดเสียอักษรเมย์จองจะพอตอนนี้เจนใหญ่ขึ้นไหมแต่อดเจแต่เสียอักษรอาจจะอ่านอักษรบ้างจะปุ้งจองหัดเหมือนเต้นจ้ะจองหัดอ่านภาษาเขมรใช่ดังจองเจแต่เสียภาษาเขมรจองดังจ้ะปันใต้อ่านคลารุยคลาให้เมื่อตึกดังถาซอไอซอไอเลยยัยฟุตก่อนตัววิอักษรไทยอักษรเมย์ฮัดจับจิตเนี่ยบ้างแต่ภาษาอักษรเมย์เป็นจึงจึงจราเจียงจ้าเป็นจึงจราเจียงเจ้ากรมกรุษาเย่พิษาไอ้สับทั้งไงกรมกรุษาใหญ่เขมรพอแล้วก็ใหญ่ไทยติจ้าประธาเขมรคล้อยอาจจะใหญ่ไทยจ้าตละตโมจ้าประธาบองโอนยมประเกิดด้วยนี่ใหญ่เขมรจมูกเนี่ยปุกบันไดมันปุกไปเลยจ้าใหญ่เขมรจ้าจมูกเนี่ยแต่เปย์กลางครั้งเปย์ครั้งนักเปียขมายอดคืนยี่จีภาษาไทยจ้ามันเปียไทยคลายังโยมูลใหญ่ติ๊กจ้าเนื้อสระกับนาตีนี้ตามเอาไว้ในบองสนับประวัติระบอบสายใจจ้าปีดำล้างสายใจมันมีแต่ทมสะอาดในแบบนี้เองแต่แบบกรอนะบองใหญ่ตัวเวทเนียครั้งจ้ากรอมันเต้นจ้าไทยตำรวจในเยืองบานก่อสร้างชีวิตระหดเราสัตว์ไงนี้สายใจมีการหลบบัตรจราตามแยกชีวิตประวัติได้ตุสริกชนโลกบานตัวเฉียบให้บองก่อมันนักสมานธาดาราจำเรียงขมายสระรูปนี้อาจต่อสู้ในฉากชีวิตระบอบครูนไอตัวในผิวใบละบานให้มันตรำแต่ใบละบานในขนมตักใดในขายสรันเตอะไรละใบดอกประเทศกัมพูชีให้ละใบดอกบางปอนขมายในรุ่นในสหรัฐอเมริกาโอ้เอาคุณว่าจ้าสับง่ายสายใจสบายจัดคลางเตนเป็นได้ชีวิตสายใจมันนักสมานทายื่นพอเจนมาปีโกนกะสิกรมันเนี่ยตัวสมใบแต่การศึกษาก็ยื่นเหมือนบานศึกษาบานจราบานใต้ยื่นคัดคอมเนื่อแต่บรรทอการศึกษาได้ให้ตำรวจบานตัวระหดมาดอสับไงนี่ตาสายใจเยอะแค่ยังไงได้บ่ใหญ่ตัวปุดประกอบตัวโดยทางอดขึ้นนะมองไงมูยังเนี่ยสอเสยนะจับไปยังเคยเนี่ยตู้เนี่ยระบายทำไมยังหนุ่มบ้านเมียนชุ่มหัวระบายโดยกี้แต่พอแต่มาดอลไงมูยังบ้านโมดอลเป็นให้ถือถ้าละออกันเยอะเลยแต่ยังจองเจมกรุษาบองปูนยังอ่อยละอต่อตัวติดบ่จองอ่อยกี้การโดนโดยยังอ่อยละอโดยยังจ้าแต่อาจจะต้องเปิดปีเรียนนะก็ต้องบ้านตึกจัดปีบองปูนช่วยคอมโตรเลยจ้าบ้านอย่างเช่นเมียนสับทั้งไงจ้าสายใจได้จีบแต่ในทางช่วยใดนี้จ้าโอ้อันนี้เป็นกำเนิดอย่างเช่นแต่เป็นยมกำเนิดแต่เป็นติ๊กตู้จ้าเดี๋ยวเอาปุกบันไดจ้าแต่แบบนี้เราได้หรือมือก็มีการช่วยชวนลังไหมเลือกมุ้นอันนี้โดยถ้าเราเอาบุญพอดเลยอ่านบุญพอดเลยจ้าปิดตุ้ยบองจะใครเขาสั่งกระซีเป็นจะเป็นพลีโมเวีทะลุต้องรถตัวเก่งตัวเก่งโตแล้วก็อัดเมียนอุ้ยบองเป็นละแค่พลีจัดโจลโมก็พลีเป็นปีเตี้ยจะต้องรถจุ่มเมียนตัวจะบ้านโดยเวทนีนะเป็นแต่ลอยนั่งไงนี่เราผมพอดเลยนี่เจนก็เลยจังตุกันอนุสาวรีย์ตุจะทางยังกำเนิดโมปียังไม่ยังจองยังอ้อยนักเคยเป็นยังเป็นยังนักกรอจ้าเป็นยังนักกรอยังนงเจนะบัดทาสมัยยัง
អត់ថាយើងអត់ទាន់បានសบายមកតែបងទៅដូចថាមករស់នៅតែយើង complete ខ្លួន complete ខ្លួនភ្លេចជាតិកំណើតដើមថាយើងកើតមកពីណាចាយើងកើតមកពីធ្វើស្រីចង្កាមឪពុកម្ដាយយើងពិបាកយ៉ាងម៉េចយើង complete ខ្លួនយើងត្រឹមតែកុំធ្វើស៊ីរស់ស៊ីឲ្យវាดูเราตบสบายตัวลึกมุมตีจ้าថ្ងៃនេះสายใจនៅពេលដែលបានបងមកដល់ខេត្តរបស់สายใจហើយមកដល់ផ្ទះរបស់สายใจបងចង់ដឹងថាតើមានអ្វីបង្ហាញតាក់ទងទៅនឹងភ្លេងរបៀបប្រពៃណីរបស់សរិនចាថ្ងៃនេះនឹងជៀនមានក្រុមភ្លេងចាបានមកច្រៀងភ្លេងដោយរៀបទទួលចាយុទ្ធដាចានៅមួយឆ្ងាយនៅក៏មានបងប្អូនតាយាយចាជុំគ្នាចាជុំគ្នាបានដូចចាមករៀបទទួលមកចាដែលមកស្បាយចិត្តព្រោះថាលឺថាមកយុគចិន្តាចង់មកក៏នឹងមកបានមកប្រទេសនឹងជេនណាចាខំរៀបទទួលចង់ដូចថាចង់ឲ្យសบายចិត្តចង់ឲ្យមិត្តភាពបងប្អូនយើងចាអូបន្តទៅទៀតតែអាចចាំមិនបានល្អប្រហែលទៅអត់ទូបងប្អូនទេចាព្រោះស្រែនេះគឺសบายចិត្តតែហើយនៅពេលដែលគាត់បានមកឃើញពីជីវិតនៃការរស់នៅរបស់បងប្អូនខ្មែរសរិនចាព្រោះទោះបីជាយើងរស់នៅក្នុងទឹកដីជាប់ព្រំទល់ព្រំដែនគ្នាក៏ដោយប៉ុន្តែក៏យើងក៏ជាជាតិសាសន៍ខ្មែរដូចគ្នាដែរចាបន្តិចទៀតសាយใจនឹងបង្ហាញជូនមែនទេចានៅមកយុគចិន្តាបានទៅជួបក្រុមភ្លេងហើយសាយใจអ្នកជាងចាំបន្តិចចាបន្តមកទៀតសាយใจបងក៏ចង់ទៅដើរលេងដូចជាកន្លែងដើរលេងចិត្តនៅក្នុងក្រុងសរិននេះចាមានកន្លែងដើរលេងខ្លះទេមានកន្លែងដើរលេងនៅខេត្តសរិននេះនៅខេត្តសរិនក៏មានគេធ្វើសូត្រធ្វើអីចាមានដែរព្រោះថាតាមអ្វីដែលបងបានដឹងថានៅសរិននេះល្បីល្បាញខាងធ្វើសូត្រមែនទេធ្វើសូត្រចាហើយតើមកមានលក់ដូចជាវត្ថុនុស្សាវរីយ៍បុរាណអីល្បីល្បាញខ្លាំងពីដើមឡើងចាបើថាមានស្រុកដែលគេចិញ្ចឹមដំរីណាបងតែអានោះវាដូចបើថាយើងមានពេលវេលាបានទៅនៅឆ្ងាយចាទៅប្រហែល60គីឡូចានៅកន្លែងប្រជាជនគេចិញ្ចឹមសិទ្ធិចាចិញ្ចឹមដំរីแล้วគេមានការឲ្យតម្រៃសម្ដែងអីចឹងហ្នឹងបងប្រកែណាចាតម្រៃស្ដាយណាបើសិនជាមានពេលអាចទៅដល់ទីនោះល្អមែនតើតែមិនដឹងថាតើពេលវេលាអាចធ្វើបានដែរអត់បើអាចធ្វើបានព្រោះធ្វើឲ្យចង់ទៅដល់លេងកន្លែងចិត្តហ្នឹងក៏បានដែរឲ្យតែមានពេលណាមានភាសាកន្លែងញ៉ាំបាយញ៉ាំអីចង់ឲ្យទេសភាពមេសរិនការរស់នៅឲ្យបងប្អូនបានចាត្រូវហើយចាឥឡូវតោះយើងទៅកន្លែងភ្លេងចាចង់ដឹងនៅកន្លែងផ្ទះដែលល្អបំផុតរបស់សរិនរបស់សាយใจនេះយ៉ាងម៉េចដែរចាព្រោះថាផ្ទះដែលនេះខ្ញុំកំពុងតែអង្គុយនេះគឺជាផ្ទះថ្មីរបស់សាយใจដែលសាយใจបានខិតខំរកថវិកាបានសន្សំបន្តិចបន្តួចក៏បានកសាងផ្ទះមួយនេះសម្រាប់ការរស់នៅហើយផ្ទះមួយនេះទុកជាអនុស្សាវរីយ៍យើងនឹកឃើញនៅពេលដែលយើងកំសត់កំរអត់ឃ្លានមានបានគឺដោយសារផ្ទះមួយនេះចាតម្រាប់នឹងយើងបានផ្ទះល្អនៅសប្តាហ៍ថ្ងៃនេះចាឥឡូវតោះយើងតែចាជឿចាអូយបងប្អូនមកច្រើនរៀបទទួលបងអើយនេះបងយុគចិន្តានេះចាជាកល្បីជ្រាបសួរបងប្អូនអរគ្នានេះបាយយាយតានេះចាចង់ចាតោះណៃមកនេះបងអពុកលេបងយកមកនេះចាសូមយ៉ាងណៃឲ្យនាងអូនស្រោមក្រមមកគឺក៏សូមអុយចរនចាសាយใจចាបងមានអារម្មណ៍មួយថាបងសប្បាយរីករាយខ្លាំងមែនតើនៅពេលបានមកដល់ខេត្តសរិនទឹកដីស្រុកកំណើតរបស់សាយใจហើយឃើញថាលោកយាយទាំងអស់គ្នានិងលោកអ៊ំស្វាគមន៍រាក់ទាក់ខ្លាំងសម្រាប់វត្តមានរបស់បងមកដល់ទីនេះហើយមានការចងខ្សែអំបោះនេះយ៉ាងដែរទៅប្រពៃណីនៅទីនេះអានេះប្រពៃណីខ្មែរសរិនថាបើថាមានភ្ញៀវមានបងប្អូនណាមកឆ្ងាយចេះយើងរៀបទទួលជួនកាលមានតែគេនេះអត់សូវបានថាល្អប្រហែលក៏សុំអត់ទូចាបានតែមកល្មមចាអានេះក៏មកដៃនេះដូចថាគេចង់យើងចូលមកចង់ឲ្យមកជួបជុំបងប្អូនយើងកុំឲ្យបែកគ្នាចង់ឲ្យតែស្លាញ់គ្នារកអានគ្នាចានេះត្រឹមបុរាណចាហើយចាគុំមកអត់មកទាំងអស់គ្នាចាសាច់តែនេះជ្រៀននេះបងរមួយគ្នាអ៊ំមកអូឡាណាយណាយអើយឡាអើយណាយអើយណាយអើយណាយអើយឡាអើយណាយអើយណាយអើយណាយអើយខ្យល់បាក់រំមកហើយនាងហើយ
เนียงหายมาละเรื่อมโอ้ตบมาบ้านกนกระโบกนี่กนกระโบกตัวด่าลุยบ้านเชิญตบมาโน่ยังทอดลงเจียนหนุ่มสาวเลยสดายจ้ะไอเวียกระจายปิ่งสระเวียนูอ้อមានខ្ញុំតែតែមានអារម្មណ៍ស្រស់ថ្លាមានធ្វើសូត្របងចាថាស្វាងចាថាស្វាងចាកន្លែងសូត្រដែលបងបានទៅពីគាត់ចានៅខេត្តសរិទ្ធនេះគឺល្បីល្បាញខាងតែសូត្រលើបងចាដល់យើងឃើញមានច្រើនមានទៅសូត្រចាឥឡូវយើងទៅមើលនៅខាងចាស់នេះមានកន្លែងមួយទៀតបងចាหัวใจข้างในมันกลุ้มร้อนรุ่มอยู่ทุกเวลาอยู่คนเดียวเดี่ยวใจนักหนาอยากมีคู่ชีวาขาดผู้มาเคียงกายหัวใจชายใดอย่างว่างจะเปิดทางเข้ามานั่งข้างในได้ใจอะไรบ้างแบบนั้นยังมองมาดอแคทเซอร์นให้ระบายระบายท่านในเซอร์นนี้ทั่วโซนสะอาดได้ใช้บ้องเป็นปีสมพดโอ้เสียนุกไซวเลยจ้าจนจัดออดนู้อันนี้ปัวอันนี้ระบบระเบียบโดยขมจ้ะขมเรียนยืงจ้าถ้าตัวรองเชืองโดยคณีก่อนถ้าวิเคราะห์เขาบอกกระบาดเกมแต่จะโดยจะเป็นน้ำอายอันนี้เขาแต่ประมุยตะกอจ้าเป็นประบาทุนติ๊กเนี่ยจ้ะจ้าบ้านปีนี้โอ้ต่อมาบ้านโกนกระบอกนี่โกนกระบอกตัวด่าลุยบ้านเชิญต่อมาโน่ที่บ้านว่าแต่นี่แต่มาเพลียมอ่ะจ้าเพลียมบ้านปนเนบทำโมยูยูจ้ามาอยู่ทั้งไงบ้านเฉินจีนึงใช่ใช่แต่ต้องทับบ้องมีห่างกัดตาคือหนังต่อจ้าจังโดยใช่บ้องเต็งให้บ้องแต่กัดเลี้ยบ้องให้จูนตุสติกจนค่ะบ้องมันเต็งปีสมบูรณ์ปีทัดเสริญจ้าสะอาดจังไม่จังอยู่เจนจังเคยอ่ะด้วยจังเคยจ้าแล้วยืมไปไหนตัวกระเลงมุ้ยติดบ่ากระเลงกินวุ้นโซ่ได้มั้งอ๋อจ้านี่คือปัจจัยปรัดสรินแต่มากรุบโบจีจะอดถูกอดตีนกรุบลูกข้าวตาลูกตาจางวางเกิดเนี่ยจ้ากำเนิดแคทเรนจ้ะประทัดโดยสมัยโดยแต่จะวายแคทได้บ้างจ้ะแต่ปีเดิมก็เอาตันเมียนกับจะวายแคทเอ้ยก็ถ่ายเจ้าเมืองที่มุยจ้ะดับเกิดแคทเรนในมุงดับเกิดแคทเรนจ้ะให้เจ้ารูปสนาทำอะไรนี่คือจ้องบางฮันเกี่ยวใบด่างในปีนี้โดยแต่เรียนยื้อระบายโดยตำไรอ่ะผู้จ้องที่จ้องเมียนพลุตำไรเอาเดินถ่ายอันนี้มาดองแคทเรียนเลยจ้าเป็นพลุตำไรจ้าจ้างเมียนเป็นได้พิวเตชต่างๆก็เพิ่มดำนาโจมาดองแคทเรียนนี่ก็มาดองคือไงพลุตำไรลูกดองเลยดองเรียนเลยจ้าดองแคทเรียนเลยจ้าให้เราจีบไงเซอร์ไงไอ้กิจการมาอดพุ่งปีนี้ไงไหนจ้าโดยสองไงครับมองโดยจีบเมียนปีเมียนวลีเอาเจ้ากิจเดิมจ้าโดยจังก็นักล่ากิบบอลทุกอ่ะบอลทุกโดยจังเธอเอาไว้เป็นสำไรเอาไว้ละอ้อจ้ะก็บอลตุกลูกตาตุกไปลูกตาจุยจ้ะจ้ะโดนเสน่ห์แม่ไม้เวียกระจายปิ่งสระเวียนูจ้าไม่ชื่อลำไรบอสอจ้าปสอลำไรบอไทยเขาช้างเผือกจ้าช้างเผือกลำไรซอจ้าลำไรขมายเป็นลำไรขมายช้างดำอันนี้ธรรมดาช้างดำลำไรขมายจ้าป้าเลยยังทำโรงเรียนหนุ่มสาวรีเสด็จพอบ้านเกิดประเดี๋ยวรู้เล่นเนียงโตมาไม้เวียขอบานตรามาไม้เวียโคยบานตรามันสลายก็ไม่สะออก
ចាអ្វីមិនហ្នឹងយើងថតរូបជាមួយនឹងដំរីរីរ៉ហើយជាអនុស្សាវរីយ៍ចាធ្លាប់តែស្ដាប់បទចម្រៀងតារាចម្រៀងសុរិនហើយស្ដាប់បទចម្រៀងរបស់ស្ដាយចាយថ្ងៃនេះកម្មវិធី CTN 21ហើយដូចជាបងដាបានមកដល់ទឹកដីខេត្តសុរិនក្រុងសុរិននៅផ្ទាល់ចាប្រកាសតែបងដានៅបងប្អូនបានមកដល់ទីក្រុងសុរិនហើយនេះគឺទីក្រុងសុរិនចាបើមានរូបតម្រៃភ្លុកតម្រៃនោះថាពុតប្រកាសថាសុរិនមែនទែនចាលើមានតម្រៃរូបដំរីភឿចាដំរីភឿដំរីសដំរីសដំរីភឿនេះដំរីដាំចាដំរីដាំចាឥឡូវនេះខ្ញុំនឹងដល់អារម្មណ៍មកលើស្រីនឹងកញ្ញាដើរលេងកំសាន្តនៅកន្លែងសួនខាងនេះបន្តិចទៀតចាហើយបន្តមកនឹងបង្ហាញពីទស្សនវិជ្ជានៅក្នុងក្រុងសុរិនបន្តទៀតចាពេញចេញស្នេហ៍មេម៉ាយវាក្រចាយពេញស្រកវានៅអមិនទិនសវេតទេណាបដៃមិនមានមិនគយតនោមខណ្ឌណានៅតាមប្រាសាទថាម៉ាម៉ាយអត់បដៃម៉ាម៉ាយយ៉ាងនាងចាចំពោះសាយចាយធ្វើយ៉ាងមិនដែរថ្ងៃនេះបាននាំបងដើរលេងកំសាន្តនៅក្នុងទឹកដីខេត្តសុរិនក្រុងសុរិនសប្បាយបងបានមកជួបជុំបងប្អូននៅមកពីក្មេងយើងណាតែខ្ញុំបើថាមានអ្វីខ្ញុំរៀបទទួលអត់ល្អឬអត់មានពេលវេលាបានដើរជប់គ្រប់ណាខ្ញុំសូមអត់ទូផងតែសប្បាយចិត្តបាននៅមកដើរលេងអុយបានសង្កលខេត្តសុរិនចាសាយចាញ់លើកទី1មែនទេនៅពេលដែលបានទៅច្រៀងនៅស្ថានីយ៍ទូរទស្សន៍ CTN តាមរយៈកម្មវិធីមុនស្នេហ៍សំនៀងតន្ត្រីថ្ងៃអាទិត្យចាថ្ងៃលើកទី1នោះក៏អត់បានគឺដូចថាលើកទី1ដែលបានទៅចែងទូរទស្សន៍ខនខ្មែរចាលើកទី1ចាលើស្រីនេះកញ្ញាស៊ីទីក្រុមនេះស៊ីទីមេត្រីលោកអ្នកបានតាមដានទស្សនាតាមរយៈកម្មវិធី CTN 21របស់យើងខ្ញុំដែលយើងខ្ញុំបង្ហាញទាំងពីជីវប្រវត្តិជីវិតនៃការតស៊ូរួមជាមួយនឹងចាត់ទស្សនវិជ្ជាជាច្រើនដែលយើងខ្ញុំបានដល់ទឹកដីខេត្តសុរិននេះចាសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាលោកបានទទួលទស្សនាហើយចង់ដើរលេងកម្សាន្តនៅទឹកដីខេត្តសុរិនគឺផ្ដល់នូវភាពងាយស្រួលបំផុតចាហើយក៏សូមថ្លែងអំណរគុណដល់បងប៉ូលីសអន្តោប្រវេសន៍ចាដែលបានជួយសហការដល់ក្រុមការងាររបស់យើងខ្ញុំបានមកដល់នេះព្រោះថានៅពេលដែលយើងខ្ញុំបានធ្វើដំណើរពីរាជធានីភ្នំពេញមកដល់ព្រំដែនចាសុរិនចាគឺព្រំដែនអូស្មាច់ចាអូស្មាច់គឺយើងមកដល់ពេលយប់ដូច្នេះធ្វើមានផលពិបាកបន្តិចបន្តួចប៉ុន្តែគាត់បានជួយដល់ក្រុមការងាររបស់យើងខ្ញុំផ្ដល់នូវភាពងាយស្រួលចាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាលោកបានទទួលទស្សនានៅក្នុងកម្មវិធីរបស់យើងខ្ញុំហើយចាលោកអ្នកប្រកាសជាមានអារម្មណ៍ដក់នៅក្នុងដួងចិត្តរបស់លោកអ្នកនាងនៅពេលដែលលោកនាងបានឃើញទស្សនវិជ្ជានៃទឹកដីខេត្តសុរិនព្រោះថាសុរិនក៏ជាជនជាតិខ្មែរដូចយើងដែរគ្រាន់តែថាសុរិនឥឡូវនេះបំបែកខ្លួនក្រោមការគ្រប់គ្រងរបស់ទឹកដីប្រទេសថៃប៉ុន្តែបើនិយាយអំពីពូជអម្បូរគឺជាខ្មែរដូចគ្នាចង់បញ្ចប់នៃកម្មវិធី CTN 21របស់យើងខ្ញុំចាសាយចៃក៏មានបទចម្រៀងច្រៀងមួយបទចាពូជខ្មែរដូចគ្នាពូជខ្មែរដូចគ្នាចាដូច្នេះលោកស្រីនេះកញ្ញានឹងបានទទួលស្ដាប់នៅបទចម្រៀងនៃបកស្រាយដោយសាយចៃថាតើពូជខ្មែរដូចគ្នាមានអត្ថន័យយ៉ាងណាខ្លះសូមអញ្ជើញទទួលស្ដាប់នៅបទចម្រៀងមួយបទនេះជូនពរឲ្យលោកអ្នកសុបិនល្អនៅក្នុងរាត្រីនេះហើយកុំភ្លេចរងចាំតាមដានទស្សនាកម្មវិធី CTN 21របស់យើងខ្ញុំនៅសប្តាហ៍ក្រោយម្ដងទៀតតាមពេលវេលានៅមកដល់យើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពហេនដៃចាប់គ្នាមិនមែនអ្នកឆ្ងាយបើរៀបតាមតាតាមយាយគង់យើងប្រុសស្រីបងប្អូនគ្នាអានាងនៅស្រកស្រែនអើយចាប់កម្ពុជាលេខចេននៅស្រកស្រែនអើយចាប់កម្ពុជាភាសាយាយក៏ដូចគ្នាបើស្ដាប់ជាក៏ផដេញរឿងខ្មែរលើខ្មែរក្រមផងយើងផតែដេញរឿងអញ្ញើយគ្នាបានអង្គរវត្តគោធំអើយនោះក៏សំខាន់អង្គរវត្តអង្គរធំអើយនោះក៏សំខាន់នាងមាលកាលយានចង់មានសង្សារដល់នឹមដល់លីងកន្លោះខ្មែររបស់ណានៅលាវមកនឹមនាងធាវនៅបានបងមិនបាសម្បើមអើយមិនបាមានទេណោថាមិនបាសម្បើមអើ
ระมุมสไรมาชอบเมนคล้ายเมนจริงใจโมสูรยัวสไรบานเลยกันละแม่ทมเอ้ยลูกก็สำคัญอังกัววัดอังกัวทมเอ้ยลูกก็สำคัญเลี้ยงเมียนอกกาลยานจองเมียนสงสารนอนึมเดลีนกันล้อขแม่ระบ้องนาเนาลิ้วมนเนื่อมเนียงผิวนอบ้านบอมันบาเมียนแต่นอถ้ามันบาสำเบิมเอ้ยมันบาเมียนแต่นอกำสัดกำรอพันนอให้นอเต้าจัดกระมุมสไรมาชอบเมนคล้ายเมนชิงใจโมสูรยัวเจนสายใจ